Su đây đó kia bà ok tao ngày nay nhung được khơi content muối bài thơ chia tip chạy chu từng ngọc kiaในการดีไซน์ตอนนี้ทรอปเคยลิควิดกระหลังแบบนี้ก่อนอันนี้คือจีโปสเตอร์ได้ยงมันเฟอร์กระลองมั้งให้มีนโปสเตอร์จะเช้าได้ฉันเคยเกย์เฟอร์เคยดีไซน์เนอร์เซมเกย์เฟอร์จีมวยนังลิควิดกระหลังนั่งได้ต่อยังtừ riêng từng ngọc kia số dương bạc Photoshop máu dương bạc cao chỉ mùi đừng select cái cả tham máu cứ dương do sai pipon buồn hỏi cô năng pipon buồn hỏi đại chỉ tụm hôm này dùng phơ poster rồi ngày mỏng ok hay cái lại resolution ấy từng ngọc thì đã thơm tà chất pi được còn mà rồi thứ ba này hay dương complete create chỉ mùi đừng add board phóng ok dương cho create mà ok control H đâm bay bật create nè số dương từ thưa cái vô chỉ mùi đừng background vào dương máu ok nhưng miền background đi muối okต่อจังយើងចាប់ដើមធ្វើការគូជាមួយនឹង shape មួយមកrectangle ក៏បានឬក៏ ellipse ឬក៏អីផ្សេងទៀតក៏បានដែរអូខេអញ្ចឹងដើម្បីគូបានយើងចូលមកកាន់tool rectangle នេះក៏បានឬក៏យើងចុចអក្សរ U keyboard របស់យើងអូខេហើយកន្លែងពណ៌គឺយកពណ៌អីក៏បានដែរយើងបិទ stroke ផងហើយនេះសូខ្ញុំនឹងគូនៅលើ add board របស់យើងនឹងមកបែបនេះហើយខ្ញុំយកround នេះគឺខ្ញុំដាក់យកតែបន្តិចទៅបែបនេះធ្វើ size 2 pixel នេះបែបនេះអូខេសូខ្ញុំចូលមកកាន់ move tool វិញហើយនឹងខ្ញុំនឹង align វាឲ្យចំកណ្ដាល artwork របស់យើងមកសូយើងនឹង copy ជាមួយនឹង background របស់យើងនេះពីតង់មកដើម្បី copy បានអ្នកនរគ្នាចុច control បូកជាមួយនឹងអក្សរ J ហើយយើងទាញទៅលើ shape របស់យើងហ្នឹងហើយយើងនឹងធ្វើការ clipping mesh ចូលនៅក្នុង shape របស់យើងមួយនេះ so ដើម្បី clipping mesh បានអ្នកនរគ្នាចុច L ឲ្យជាប់ហើយដាក់ mouse ចំកណ្ដាល layer ទាំងពីរហ្នឹងមកយេយើងចុច mouse ឆ្វេងមកគឺវានឹង clipping mesh ចូលនៅក្នុង shape របស់យើងហ្នឹងហើយ so យើងនឹងធ្វើការដាក់ blur ជាមួយនឹង background color នេះយើងចុចកាន់ filter មក blur ហើយយក blur មួយនេះអ្នកនរគ្នាចូលចិត្តមកខ្ញុំផាធ្វើណា Gaussian blur ទៅបានទេអូខេដាក់14មក blur មកល្មមអូខេ so យើងឃើញថាអាកន្លែង shape មួយហ្នឹងគឺវា blur ហើយអញ្ចឹងដើម្បីឲ្យវា look liquid កន្លះឬក៏របៀបកញ្ចក់ហ្នឹងទាំងអស់គ្នាអាចចូលកន្លែង rectangle ហ្នឹង double click មកដើម្បីចូលទៅកាន់ blending option ហើយយើង create ជាមួយនឹង bevel aligning board នេះមួយអូខេអ្នកគ្នាអាចឃើញអានេះដោយសារតែខ្ញុំបាន setting ពីមុនមកហើយអញ្ចឹងវាជាប់ជាមួយនឹង setting ចាស់អញ្ចឹងបងប្អូនអាចមើលជាមួយនឹង setting របស់ខ្ញុំបាននេះយើងណា depth នេះ22អានេះ21មក size របស់វានេះហើយបើសិនជាចង់អត់ចង់ឲ្យដិតពេកទាំងអស់គ្នាអាចទៅឡើងជាមួយនឹង source នេះឲ្យវាស្រាលបែបនេះមកហើយ complex គឺ color នេះគឺយើងយកតែពណ៌សទេណាhighlight ក៏ពណ៌ស shadow ក៏ពណ៌សដែរហើយយើងបន្ថែមជាមួយនឹង inner shadow ទៀតក៏បានដែរដើម្បីឲ្យវា look realistic ហើយកន្លែង blending mode នេះយើងយក linear.add នឹងមកហើយយកពណ៌សសាយយកប៉ុណ្ណឹងហើយយើងបន្ថែម inner glow បន្តិចទៀតមកដើម្បីឲ្យវា look boom so ប៉ុណ្ណឹង setting ខ្ញុំអូខេមកហើយតើអ្នកអាចគ្រប់ជាមួយនឹងbackground ហ្នឹងហើយនឹង shape របស់យើងមកcontrol G ដើម្បីគ្រប់ហើយយើងអាចចាក់សោជាមួយនឹងbackground ខាងលើហ្នឹងអញ្ចឹងនៅពេលដែលយើង move shape ហ្នឹងទៅកន្លែងណាគឺ blur វាទៅកាន់កន្លែងហ្នឹងហើយអូខេ so យើងអាចដាក់អក្សរដាក់អីនៅក្នុង shape ហ្នឹងបានហើយវាជាវាជា creative មួយយ៉ាងដែរដើម្បីធ្វើឲ្យ poster របស់យើង pop up ជាងមុនហើយសង្ឃឹមថាវាជាគន្លឹះថ្មីមួយវាមិនមែនថ្មីអីទេព្រោះថាវាមានអ្នកខ្លះអត់ទាន់ចេះទេចាសសង្ឃឹមថាវាជាប្រយោជន៍សម្រាប់អ្នកនរគ្នាដែលចាប់ដើមនៅក្នុងការ design អរគុណច្រើនជួបគ្នានៅវីដេអូក្រោយមួយទៀតបាទបាយ